ចូលមកដល់រមាំងទី5នៃវិញ្ញាសាទី2ដែលជាប្រភេទលំហាត់សម័យកាលបន្ទាត់លាយជាមួយនឹងចម្ងាយរវាង2ចំណុចហើយសំណួរទី1គេឲ្យយើងដៅចំណុច MN នៅក្នុងតម្រុយតែមួយយើងដៅចំណុចវានៅក្នុងតម្រុយនេះដោយ M មាន1ហើយនឹង2 1គឺជា x 2គឺជា y ហើយយើងរកចំណុចប្រសពរបស់វានេះជាចំណុច MN x 3 y 4ហើយយើងរកចំណុចប្រសពរបស់ចំណុចហ្នឹងយើងបាន n នៅទីនេះចូលមកដល់ទី2គឺរកប្រវែង MN ដោយយើងរកទៅតាមរូបមន្តរឹសការ៉េនៃ x2 ដក x1 លើកជាការ៉េបូកឲ្យ y2 ដក y1 លើកជាការ៉េដែល x1 និង y1 គឺជាកូអ៊ីឌីណេតរបស់ចំណុច M និង x2 y2 គឺជាកូអ៊ីឌីណេតរបស់ចំណុច N នោះយើងជំនួសតម្លៃចូលយើងបានរឹសការ៉េនៃ x1 x2 គឺ3ដក x1 គឺ1លើកជាការ៉េបូក y2 4ដក y1 គឺ2លើកជាការ៉េ3ដក1បាន2លើកជាការ៉េបូកឲ្យ4ដក2សល់2លើកជាការ៉េ2ការ៉េស្មើ4 4បូក4បាន8 8បញ្ចេញពីរឹសបាន2រឹស2ដូច្នេះប្រវែង MN គឺមានតម្លៃស្មើនឹង2រឹស2ដែលយើងគិតខ្នាតជាឯកតាប្រវែងក្នុងសំណួរទី2ដដែលនៅមានមួយសំណួរទៀតគឺរកសម័យកាលបន្ទាត់ MN ដោយយើងប្រើប្រាស់នៅរូបមន្ត y ស្មើទៅនឹង y2 ដក y1 លើ x2 ដក x1 កតា x ដក x1 ហើយបូកឲ្យ y1 y2 យើងជំនួសដោយលេខ4ដក y1 2លើ x2 3ដក x1 គឺ1កតាឲ្យ x ដក1បូកឲ្យ2យើងធ្វើលេខ4ដក2បាន2 3ដក1សល់2កតាឲ្យ x ដក1បូកឲ្យ2យើងទាញរក y ស្មើ2ចែក2បាន1 1គុណឲ្យ x បាន x 1គុណឲ្យដក1បានដក1ហើយបូកឲ្យ2យើងបង្រួមលទ្ធផលដក1បូក2នៅសល់បូក1ដូច្នេះសម័យកាលបន្ទាត់ MN គឺ y ស្មើនឹង x បូក1ចូលមកដល់ទី3រកកូអ៊ីឌីណេតចំណុច A ដែលជាកូអ៊ីឌីណេតកណ្ដាលនៃចំណុច MN ដែលយើងប្រើប្រាស់តាមរូបមន្តកូអ៊ីឌីណេតចំណុចកណ្ដាលគឺ A ស្មើទៅនឹង x1 បូកឲ្យ x2 លើ2និង y1 បូក y2 ចែកឲ្យ2ដែល x1 គឺ1បូក x2 3លើ2 y1 2បូក y2 4នៅលើ2 1បូក3បាន4 4ចែក2សល់2 2បូក4បាន6 6ចែក2បាន3ដូច្នេះកូអ៊ីឌីណេតនៃចំណុច A គឺ2 3សំណួរទី4គឺរកសម័យកាលបន្ទាត់មេយ៉ាទ័រនៃអង្កត់ MN ដោយយើងមានបន្ទាត់ MN គឺ y ស្មើនឹង x បូក1និងចំណុច A ដែលជាកូអ៊ីឌីណេតចំណុចកណ្ដាល MN គឺ2ហើយនឹង3ដើម្បីដោះស្រាយវាគឺដំបូងយើងត្រូវតាំង D1 ដែលជាសម័យកាលបន្ទាត់រាង AX បូក B ដែលជាសម័យកាលមេយ៉ាទ័រដែលត្រូវរកបន្ទាប់មកយើងរកតម្លៃ A និង B ឲ្យឃើញដោយ A គឺជាមេគុណប្រាប់ទិសនោះយើងបានលក្ខខណ្ឌនៃបន្ទាត់កែងដោយបន្ទាត់ D វាកែងជាមួយនឹងបន្ទាត់ MN អញ្ចឹងយើងទាញបានមេគុណប្រាប់ទិសនៃបន្ទាត់ D A គុណជាមួយនឹងមេគុណប្រាប់ទិសនៃបន្ទាត់ MN ហើយស្មើទៅនឹងដក1ហើយយើងទាញរក A ស្មើនឹងដក1ម្យ៉ាងទៀតដោយសារតែ D កាត់តាមចំណុច A ដែលមាន x2 y 3ហើយវាជាចំណុចកណ្ដាលនៃអង្កត់ MN នោះយើងនឹងយកចំណុច A ហើយនឹងតម្លៃមេគុណប្រាប់ទិស
ចំនួនចូលនៅក្នុងសមីការ D ដែលជាសមីការយើងតាំងនេះនោះយើងបាន y បដូរទៅជា3ស្មើ a ដូរទៅជាដក1គុណ x 2ហើយបូកឲ្យ b ដក1គុណនឹង2បានដក2បូក b យើងទាញរក b បាន3ដក2រុញមកខាងឆ្វេងបានបូក2ស្មើ b b ស្មើឲ្យ5នាំឲ្យសមីការបន្ទាត់ D ដែលយើងត្រូវរកគឺ y ស្មើនឹង a បដូរទៅជាដក1គុណ x គឺបានដក x បូកឲ្យ b គឺ5ដូច្នេះសមីការបន្ទាត់មេយ៉ាទ័រគឺមានរាង y ស្មើទៅនឹងដក x បូកឲ្យ5